ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនដែលចង់ខ្លាយទៅជាលោកគ្រូពេទ្យអ្នកគ្រូពេទ្យមានន័យថាស្រឡាញ់ខាងវិស័យសុខាភិបាលតើគួររៀនអ្វីជាទូទៅគឺអំណោយផលទៅលើការរៀនវិទ្យាសាស្ត្រពិតជាងមានមុខវិជ្ជាដូចជាគណិតវិទ្យារូបវិទ្យាគីមីវិទ្យាហើយនិងជីវវិទ្យាហើយដោយទស្សនៈរបស់អ្នកគ្រូម្នាក់អ្នកគ្រូគីមរចនានឹងគឺគាត់បានលើកឡើងបញ្យល់បានច្បាស់ហើយគឺដោយវីដេអូដែលគាត់បានបញ្យល់បងប្អូនទាំងអស់គ្នាអាចទៅតាមដានចង់រៀនពេទ្យតើគួរតែរើសសង្គមឬរើសវិទ្យាសាស្ត្រហ្នឹងហើយអញ្ចឹងវីដេអូនេះគឺគ្រូផ្ញើទៅកាន់កូនសិស្សដែលចង់រៀនពេទ្យនៅអនាគតហើយឥឡូវកំពុងរៀនទី10ទី11ទី12ថ្មីរៀនថ្នាក់វិទ្យាល័យអញ្ចឹងណាអញ្ចឹងវីដេអូនេះគ្រូមិនមករើសអើងសង្គមអីទេគឺគ្រាន់តែមកបញ្យល់ណែនាំអ្នកទាំងគ្នាឲ្យបានដឹងទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងចំពោះគ្រូហ្មងគឺគ្រូណែនាំឲ្យរៀនថ្នាក់វិទ្យាសាស្ត្រទៅព្រោះអីរៀនពេទ្យយើងត្រូវប្រឡងចូលគឺត្រូវប្រឡងចូលឲ្យជាប់អញ្ចឹងណាអញ្ចឹងមុខវិជ្ជាដែលគេប្រឡងចូលមានគណិតគីមីជីវៈអញ្ចឹងសុទ្ធតែមុខវិជ្ជាវិទ្យាសាស្ត្រមុខវិជ្ជាគណនាហ្នឹងហើយអញ្ចឹងយើងរើសវិទ្យាសាស្ត្រពីថ្នាក់វិទ្យាល័យមកគឺយើងប្រឹងរៀនមុខវិជ្ជាវិទ្យាសាស្ត្របាននិទេសល្អបានលទ្ធផលល្អអញ្ចឹងយើងរៀនចេះរៀនអីចឹងទៅពេលយើងចប់ទី12យើងស្រួលប្រឡងចូលយើងមានសមត្ថភាពក្នុងការប្រឡងចូលអញ្ចឹងណាហើយតមកទៀតនៅសាកលវិទ្យាល័យផ្នែកពេទ្យហ្នឹងក៏គេរៀនគណិតគីមីជីវៈហ្នឹងដែរគេរៀនគីមីជីវៈច្រើនអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងរៀនវិទ្យាសាស្ត្រទៅវាត្រូវប្លង់ស្រាប់ហ្មងមួយទៀតកូនសិស្សខ្លះគឺកូនសិស្សខ្លះចេះបែបថាចង់ប្រឡងចូលពេទ្យប៉ុន្តែគាត់រត់សង្គមដោយសារតែគាត់គិតថាបាក់ដប់សង្គមរៀងអត់សូវបាក់ជាប់អញ្ចឹងអាចថារៀងស្រួលជាប់អញ្ចឹងទៅគាត់គិតថាជាប់បាក់ដប់សិនទៅធ្វើអីតែជាប់អញ្ចឹងណាចាំជាប់បាក់ដប់ហើយចាំគិតទៀតមានន័យថាជាប់បាក់ដប់ផ្នែកសង្គមហើយចាំប្រឡងចូលពេទ្យអីទៀតទៅចាំប្រឹងរៀនប្រឡងចូលអីទៅក្នុងករណីហ្នឹងរៀងពិបាកបន្តិចហេតុតែបានពិបាកបើសិនយើងយកសង្គមថ្នាក់សង្គមណាន័យថាពេលនៅវិទ្យាល័យអ្នកសង្គមគឺយើងអត់សូវរៀនគណិតរូបគីមីជីវៈអីហ្មងទេគឺរៀនតែគណិតតិចតួចម៉មហើយនឹងភាគច្រើនគឺសុទ្ធតែមុខវិជ្ជាមករៀនខ្មែរផែនដីភូមិប្រវត្តិណាអីចឹងណាហ្នឹងហើយអញ្ចឹងបើយើងរៀនសង្គមហើយយើងទៅប្រឡងប្រជែងថ្នាក់វិទ្យាសាស្ត្រចូលរៀនពេទ្យហ្នឹងរៀនពិបាករៀនតឹងអានេះគឺជាការពិតណាគ្រូគ្រាន់តែបញ្យល់ពួកយើងយល់រៀនតឹងដោយសារតែសង្គមហ្នឹងគឺយើងរៀនដើម្បីរៀនដល់គេប្រឡងចូលសុទ្ធតែប្រឡងគណិតគីមីជីវៈហើយរៀនប្របាក់គួរសមអីដែរអញ្ចឹងតែតើយើងរៀនធៀមអញ្ចឹងវាត្រូវចំណាយពេលរៀនថែមទៀតឲ្យយើងរៀនសង្គមយើងអត់សូវបាន focus ឬក៏ផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រហ្នឹងទេអញ្ចឹងពិបាកក្នុងការប្រឡងប្រជែងមួយប្រឡងគេតើទៅជាប់បានមានសិទ្ធិចុះឈ្មោះតើទៅជាប់បានអាចចូលរៀនបានអីចឹងណាហើយតមកទៀតនៅសាកលគឺគេរៀនគីមីជីវៈអីដែរឃើញអត់អញ្ចឹងដល់ពេលកាលពីនៅវិទ្យាល័យយើងរៀនសង្គមច្រើនទៅមុខវិជ្ជាគណនាគិតលេខអីចឹងទៅគីមីជីវៈអីចឹងទៅសិតទៅមុខវិជ្ជាវិទ្យាសាស្ត្រអញ្ចឹងយើងអាចនឹងពិបាករៀនប្រកួតប្រជែងមួយគេអីចឹងណាអានេះគឺគ្រូគ្រាន់តែលើកទឹកចិត្តពួកយើងថាបើសិនជាគោលដៅយើងឯងគ្រូចង់ខ្លាយជាពេទ្យចង់រៀនពេទ្យខំប្រឹងរៀនពីទី10ទី11ចឹងទៅដក11 12ថ្មីចឹងទៅប្រឹងរៀនទៅហើយរើសវិទ្យាសាស្ត្រទៅអត់ពិបាកលើសពីសមត្ថភាពយើងទេយើងគិតថាវាពិបាកវាអត់ពិបាកទេញាសាប្រឡងពេទ្យពិបាកជាងប្រឡងបាក់ឌុបនឹងទៀតអានេះជាការពិតចឹងណាអញ្ចឹងប្រឹងរៀនទាំងអស់គ្នាផាំងរៀនពីថ្នាក់វិទ្យាល័យមកយើងរើសវិទ្យាសាស្ត្រទៅចង់រៀនអីក៏បានដែរសំខាន់គឺយើងមានសមត្ថភាពមានទម្លាប់នៃការខំប្រឹងយើងអាចទៅប្រកួតប្រជែងគេបានយើងអាចមានសមត្ថភាពរៀនបន្តនៅសាកលវិទ្យាល័យបានអញ្ចឹងលើកទឹកចិត្តឲ្យកូនសិស្សទាំងអស់គ្នាអ្នកជាពិសេសអ្នកចង់រៀនពេទ្យខំប្រឹងរៀនហើយរើសវិទ្យាសាស្ត្រទៅគ្រូជឿជាក់ថាពួកយើងធ្វើកើតហើយក៏មានសមត្ថភាពប្រឡងប្រជែងគេបានហើយមានសមត្ថភាពរៀននៅសាកលបន្តទៀតបានដែរអរគុណ